ការបកស្រាយរបស់ជាងស៊ឺកុំវិនិច្ឆ័យមនុស្សតែលើតែសម្បកក្រៅកុំសម្រេចកិច្ចការអ្វីមួយដោយសម្លឹងមើលតែមួយផ្លូវអង្គតែមួយបែបចិញ្ចឹមមនុស្សចេញមកខុសគ្នារាប់រយចម្ពោះនោះក៏ព្រោះតែការគិតនិងទស្សនៈរបស់មនុស្សម្នាក់ខុសផ្សេងពីគ្នាប្រសិនបើមានទស្សនៈឬយោបល់របស់អ្នកដទៃដែលផ្ទុយពីទស្សនៈរបស់ខ្លួនអ្នកខ្លះប្រកាន់ខ្ជាប់នៅទស្សនៈរបស់ខ្លួនអ្នកខ្លះទៀតក៏នឹងអាចសម្របសម្រួលទៅតាមគេអ្វីដែលយากបំផុតនោះគឺមនុស្សជជែករឹងរូសនិងមានអគតិនៅក្នុងចិត្តពេលណាយើងមានអគតិចំពោះបុគ្គលណាម្នាក់ឬចំពោះរឿងអ្វីមួយនោះចិត្តរបស់យើងមិននឹងស្ថិតនៅក្រោមឥទ្ធិពលនៃភាពលំអៀងធ្វើឲ្យការវិនិច្ឆ័យឬការសម្រេចគ្រប់យ៉ាងផ្អៀងជ្រុលទៅតែម្ខាងដោយមិនខ្វល់នឹងទទួលស្ដាប់ការបញ្ជល់ឬស្ដាប់យោបល់អ្នកដទៃជជែករឹងរូសយកគំនិតខ្លួនឯងជាធំការទម្លាប់គិតបែបនេះវានឹងសន្ស័យសន្សំប្រម៉ែប្រមូលឲ្យយើងទៅជាមនុស្សអញនិយមហើយធ្លាក់ដល់ដំណាក់កាលមួយដែលមិនអាចទាញខ្លួនឯងឲ្យងាកចេញពីគំនិតនោះបានឡើយហេតុនេះមិនចំពោះថាធ្វើអ្វីក៏ដោយបើដឹងថាអ្នកកំពុងតែជាប់គាំងទៅមុខមិនរួចអ្នកគួរតែផ្លាស់ប្ដូរទស្សនៈរបស់ខ្លួនឯងចូលសាកល្បងគិតពិចារណាពិនិត្យពិច័យត្រិះរិះទៅលើផ្លូវផ្សេងឲ្យបានច្រើនបើមិនដូច្នោះទេអ្នកមិនអាចដុសខ្លួនរួចចេញពីបញ្ហាឡើយកាលពីយូរលង់ណាស់មកហើយមានមេជាងចម្លាក់ម្នាក់ឈ្មោះជាងស៊ឺបាននាំកូនសិស្សធ្វើដំណើរទៅកាន់ខេត្តឈីពេលមកដល់ផ្លូវបត់កោងមួយគេក៏ប្រទះឃើញដើមឈើធំមួយដើមនៅក្បែររោងអ្នកតាដើមឈើធំនោះអាចឲ្យសត្វគោជ្រកក្រោមម្លប់បានរាប់ពាន់ក្បាលគល់វាមានទំហំច្រើនអោបមានកម្ពស់រាប់សិបម៉ែត្រគ្រាន់តែមែកវាក៏អាចយកទៅធ្វើទូករាប់សិបទូកហើយចំនួនមនុស្សដែលជ្រកក្រោមដើមឈើនោះស្មើនឹងមនុស្សមួយផ្សារដែរអ្វីដែលចម្លែកនោះគឺជាងស៊ឺដើរធ្វើប្រងើយមិនចាប់អារម្មណ៍និងសង្កេតដើមឈើនោះឡើយឯកូនសិស្សដែលនាំគ្នាស្ងើចភ្ញាក់ផ្អើលនឹងដើមឈើដ៏ធំចម្លែកនោះជាខ្លាំងគេនាំគ្នាសង្កេតបណ្ដាក់ភ្នែកនិងឆ្ងល់នៅក្នុងចិត្តអំពីអាកប្បកិរិយារបស់គ្រូដែលមិនយកចិត្តទុកដាក់ទៅនឹងដើមឈើនោះគេក៏សួរទៅលោកគ្រូថាលោកគ្រូពួកយើងដើរតាមលោកគ្រូតាំងពីជើងដល់ទៅត្បូងដើម្បីរៀនឆ្លាក់ឈើពួកយើងមិនដែលបានឃើញដើមឈើណាធំដូចដើមឈើនោះឡើយហេតុអ្វីបានជាលោកគ្រូមិនចាប់អារម្មណ៍នឹងដើមឈើនោះបន្តិចសោះដូច្នេះជាងស៊ឺឆ្លើយថាពួកឯងកុំស្ងើចដើមឈើធំនោះខ្លាំងពេកដើមឈើវាជាដើមធំដើមស្ពោតមិនរឹងមាំអីទេបើធ្វើទុកក៏មិនបានធ្វើមឈូសក៏ឆាប់ពុកធ្វើសសរផ្ទះក៏ត្រូវមេស៊ីហើយបើយកធ្វើវត្ថុប្រើប្រាស់ក៏នឹងឆាប់ខូចបើនឹងធ្វើជាទ្វារផ្ទះក៏នឹងចេញជក់ដែរជាងស៊ឺអធិប្បាយរហូតដល់សរុបសេចក្តីមកថាដើមឈើនោះមិនអាចយកទៅធ្វើការអ្វីកើតបានឡើយក៏ព្រោះតែហេតុអ្វីហេតុផលងាយគឺថាវាមិនមានផលប្រយោជន៍អ្វីទើបបានជាវានៅយូររហូតដល់ធំបែបនេះរឿងរ៉ាវអ្វីដែលលោកយើងនេះដូចគ្នាក៏មើលទៅរូបរាងខាងក្រៅហាក់ដូចជាអស្ចារ្យតែជួនកាលអាចល្អតែរូបតែក្លិនអាក្រក់ល្អតែសម្បកដោយផ្លែល្វាដូច្នោះហេតុនេះបើពិគ្រោះបញ្ហាឬត្រួតពិនិត្យហេតុការណ៍ផ្សេងយើងគួរឲ្យរូបភាពឬសម្បកក្រៅមកបន្លំភ្នែកនោះទេយើងត្រូវមើលឲ្យធ្លុះទៅដល់ឫសនៃបញ្ហាទើបធ្វើឲ្យយើងជៀសផុតអំពីការសម្រេចចិត្តខុសពេលខ្លះសូម្បីតែមានភស្តុតាងបញ្ជាក់ឲ្យយើងឃើញនឹងភ្នែកក៏ដោយក៏នៅមិនទាន់ប្រកាសការពិត 100% បានដែរហេតុនេះ
លោកអ្នកគួរតែពិចារណាឲ្យបានច្រើនផ្លូវចេះស្ដាប់មតិយោបល់អ្នកដទៃខ្លះជាសំខាន់គឺត្រូវតែពិនិត្យវិច័យឲ្យបានគ្រប់ជ្រុងគ្រប់មុំមិនគួរតម្រង់ទៅលើផ្លូវតែម្យ៉ាងនោះឡើយមានមនុស្សមិនតិចទេដែលមើលបញ្ហាឃើញតែម្ខាងហើយនេះហើយទៅបណ្ដាលឲ្យមានការទាស់ទែងមិនចុះសម្រុងគ្នាកើតមានឡើងជាញឹកញាប់សូមកុំបណ្ដោយឲ្យរូបភាពខាងក្រៅមកបាំងភ្នែកចូលព្យាយាមប្រើគំនិតរិះគិតឲ្យបានច្រើនប្រើសម្ដីរិះគន់ឲ្យបានកាន់តែតិចនោះអ្នកអាចនឹងឃើញរឿងរ៉ាវបញ្ហាបានស៊ីជម្រៅជៀសវាងការប្រកែកគ្នាដោយមិនចាំបាច់ប្រើគ្រប់គ្នាធ្វើបានដល់ចំណុចនេះសូម្បីតែរលកព្យុះសមុទ្រលើលោកក៏មិនអាចឈប់បោកបោះបានតែការឆ្លុះប្រកែកគ្នាដែលគ្មានប្រយោជន៍វានឹងអាចថយចុះបានយ៉ាងច្រើន